បាទសួស្តីបងប្អូនអ្នកគ្នាអញ្ចឹងសម្រាប់បងប្អូនយើងដែលត្រូវធ្វើបច្ចុប្បន្នភាពណាសម្រាប់បងប្អូននៅលើ APA បើសិនជាចេញក្រហមចេះគឺយើងអាចធ្វើបច្ចុប្បន្នភាពអញ្ចឹងខ្ញុំប្រាប់អំពីវិធីក្នុងការធ្វើបច្ចុប្បន្នភាពឲ្យវាមានលក្ខណៈពេញលេញណាអញ្ចឹង APA បើសិនតែយើងអត់ធ្វើអាហ្នឹងទេបានន័យថាអានេះ APA បើខ្លួនឯងអញ្ចឹងវាអត់ទាន់ពេញលេញទេបើសិនតែយើងអត់បានទៅបើកធនាគារអញ្ចឹងយើងអាចធ្វើបច្ចុប្បន្នភាពបានដើម្បីឲ្យធនាគារ APA នេះមានលក្ខណៈពេញលេញណាបងប្អូនអញ្ចឹងធ្វើតាមខ្ញុំមកយើងចុចលើអានេះមកអូខេហើយហ្នឹងហើយកន្លែងនេះអត្តញ្ញាណប័ណ្ណបើសិនជាដាច់វាឲ្យធ្វើបច្ចុប្បន្នភាពតែអត់នេះអញ្ចឹងយើងគាត់នឹងពេញភូមិឃុំស្រុកខេត្តយើងមកហ្នឹងហើយបាទទី1យើងឧទាហរណ៍ថានៅណានៅកំពង់ធំនេះបងប្អូនហ្នឹងហើយដាក់មកខេត្តអានេះនៅស្រុកមកយើងនៅណាស្រុកនៅស្រុកបារាយណ៍នៅឃុំជុកខ្សាច់ហ្នឹងនៅយើងនៅជុកខ្សាច់ចាំមកនៅភូមិបាទភូមិប្រុកហ្នឹងបាយតាមខ្ញុំមកបងប្អូនហ្នឹងហើយផ្ទះលេខផ្លូវលេខអ៊ីមែលអីបើមានក៏ដាក់មិនបើមានអត់មានមិនដាក់ក៏បានដែរហ្នឹងហើយកន្លែងនេះសញ្ជាតិអាមេរិកនេះយើងមិនគ្រីសទេអញ្ចឹងយើងក៏រំពេញមកប្រភេទការងារយើងបំរើការគេយើងមើលតាមហ្នឹងហ្នឹងហើយបំរើការគេតួនាទីរបស់យើងធ្វើការគេប្រភេទភាគច្រើនបើយើងធ្វើការរោងចក្រដាក់តាមហ្នឹងមកបងប្អូនអានមួយសិនណាហ្នឹងហើយអានេះយើងកម្មកររោងចក្រចាំមកឈ្មោះក្រុមហ៊ុនហ្នឹងហើយអញ្ចឹងឈ្មោះក្រុមហ៊ុនបើសិនយើងមានឈ្មោះរោងចក្រយើងដាក់ឈ្មោះរោងចក្រទៅបើតែអត់មានយើងដាក់ឈ្មោះបើយើងនេះដាក់ឈ្មោះតកែមកសុំជាភាសាអង់គ្លេសណាដាក់បន្តិចទៅកន្លែងហ្នឹងណាឥឡូវឧទាហរណ៍ថានេះគាត់ធ្វើការនៅរោងចក្រto be engineering ចាណាបងប្អូនហ្នឹង engineering ក៏ LGD ចាំមកគាត់ធ្វើការនៅហ្នឹងយើងវាយបន្តិចវាយជាភាសាអង់គ្លេសកន្លែងហ្នឹងបងប្អូនហ្នឹងហើយបើអត់ចេះឲ្យគេវាយឲ្យបន្តិចមកហើយកន្លែងនេះវាមានម៉ោងបើវាធ្វើយឺតពេកវាអត់ឲ្យទេអញ្ចឹងយើងបន្តិចមកហើយប្រភេទអាជីវកម្មយើងមើលទៅប្រភេទរោងចក្រហ្នឹងដូចជាគ្រឿងម្លាស់រថយន្តហ្នឹងហើយវាប្រភេទពួកការផ្គត់ផ្គង់បច្ចេកទេសដែរកន្លែងហ្នឹងហ្នឹងហើយយើងមើលតាមហ្នឹងណាបងប្អូនហើយគ្រឿងប្រភេទយានយន្តហ្នឹងហើយចំណូលមកអំពីអីគេយើងបានប្រាក់ខែដាក់ប្រាក់ខែមកយើងមើលកន្លែងហ្នឹងណាមួយមកហើយបញ្ចន្លោះលុយពីប្រមាណដល់ប្រមាណដែលយើងទទួលបានដូចគាត់បាន$1000ឡើងដល់ពេលកន្លែងនេះយើងគ្រីសកន្លែងនេះបន្តិចមកបងប្អូនហើយដល់តិចដោយសារទុកបន្ទាប់ពីយើងធ្វើការវាយលេខកូដសម្ងាត់ហើយនឹង scan មុខមកបងប្អូនសង្កេតឃើញកន្លែងនេះនឹងបាត់ក្រហមអញ្ចឹងបានន័យថាយើងធ្វើការអាប់ដេតព័ត៌មាននឹងជោគជ័យណាបងប្អូនបាទអរគុណ